អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺជាវីដេអូទី7ហើយដែលយើងធ្វើដល់នៅលើ Flowgen tab Flowgen អញ្ចឹង Flowgen នេះគឺតាក់ទងទៅនឹងការ generate ចម្រៀងនៅលើ flow music អញ្ចឹងតាក់ទងទៅនឹងការ generate វាអត់ខុសពី Suno ប្រហែលទេណាយើងអូសដាក់ដូចគ្នាមកហើយតាក់ទងទៅនឹង option គឺខុសគ្នាបន្តិចណាតាក់ទងទៅនឹងអានេះដោយសារនៅលើ flow វាដើរលឿនអញ្ចឹងគឺខ្ញុំដាក់ auto download ណាហើយវាងាយស្រួលអញ្ចឹងនៅក្នុងនេះខ្ញុំមកសូមដាក់ auto download ទេបន្ទាប់ពី generate ហើយអញ្ចឹងយើងអូសតែប៉ុណ្្នឹងមកហើយ setting ក៏យើងអត់មានអីការត្រូវសេរីអីទេដែរព្រោះនៅលើ flow យើងអត់មានអីត្រូវសេរីទេណាអញ្ចឹងយើងចុច start automation ហ្នឹងមកអញ្ចឹងនៅក្នុងហ្នឹងគឺវាអត់បើក profile Chrome ទេដោយសារខ្ញុំវាហាយអត់ឃើញទេដោយសារដូចខ្ញុំនិយាយអញ្ចឹង flow ទី1វាងាយជាង Suno វាអត់ទៅបញ្ហាច្រើនហើយវាលឿនអញ្ចឹងនៅពេលដែលយើង generate គឺវាចេញតម្រង់បែបហ្នឹងគ្រប់តាក់ទងទៅនឹង flow គឺនៅពេលដែលយើង generate មកគឺចេញពីរដូចគ្នាណា Suno ក៏ដូចគ្នាដែរអញ្ចឹងគឺវាសូនៅលើនេះហើយអញ្ចឹងយើងមើលតាមហ្នឹងទៅអូខេអញ្ចឹងនៅលើ flow chain គឺមានតែប៉ុណ្្នឹងទេអញ្ចឹងចាំឲ្យវាដើរចប់សិនចាំខ្ញុំនិយាយបន្តទៀតតាក់ទងទៅនឹង downloader វាអត់ខុសពី Suno បានទេណា